អ្នកស្រីមេងសុភារីមេធាវីការពារក្តីឲ្យលោកកឹមសុខាអតីតប្រធានគណៈបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំទាំងអយុធធរបានសរសេរបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះថាប្រទេសកម្ពុជាបច្ចុប្បន្នបើប្រៀបធៀបទៅនឹងមនុស្សគឺជាមនុស្សដែលកំពុងតែមានជំងឺរ៉ាំរ៉ៃមិនទាន់មានសន្តិភាពឬសុខភាពល្អទេក៏ប៉ុន្តែមានអំនួតបញ្ចោនិងបញ្ឆោតដោយបង្ហាញថាខ្លួនជាបុគ្គលខ្លាំងមិនមានឈឺអ្វីទេក៏ប៉ុន្តែដល់ពេលធ្លាក់ខ្លួនឈឺប៊ីសន្លប់ទើបសុខចិត្តស្រាយរកពេទ្យឲ្យគេដឹកទៅរកដុកទ័រជំនាញជួយសង្គ្រោះបន្ទាន់លែងទ្រាំទៅរកចិនសាយមកមើលទៀតហើយលោកស្រីលើកឡើងទៀតថាដុកទ័រត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកបានជួយសង្គ្រោះកម្ពុជាបន្ទាន់រួចផុតពីដាច់ខ្យល់ស្លាប់ហើយក៏ប៉ុន្តែជំងឺរបស់កម្ពុជានៅពេលនេះមិនទាន់ជាទេត្រូវបន្តលេបថ្នាំតាមវិជ្ជាបញ្ជាទៀតព្រោះមេរោគនៅហុំព័ទ្ធបានឡាលួសហើយក៏មានហានិភ័យខ្ពស់ក្នុងការរីករាលដាលទៅរោគមហារីកទៀតផងមកតាមលោកស្រីមេងសុភារីសម្រាប់កម្ពុជាដែលកំពុងមានជំងឺអាចរស់ឬស្លាប់គឺអាស្រ័យលើកម្ពុជាខ្លួនឯងដែលជាអ្នកជំងឺលោកស្រីសរសេរក្នុងសំណេរដើមថាទី1ព្រមទទួលស្គាល់ថាខ្លួនមានជំងឺឬអត់ទី2បើទទួលស្គាល់ថាខ្លួនមានជំងឺតើព្រមបន្តដុកទ័រជំនាញជួយព្យាបាលឬនៅព្យាបាលជាមួយចិនសាយដដែលទី3បើចង់ឲ្យដុកទ័រជំនាញព្យាបាលលុះត្រាតែព្រមទទួលលេបថ្នាំពេទ្យតាមវិជ្ជាបញ្ជាហើយថ្នាំពេទ្យនោះគ្រូពេទ្យធ្លាប់ប្រាប់ច្រើនដងហើយក៏ប៉ុន្តែអ្នកជំងឺមិនជឿហើយថែមទាំងជេរពេទ្យទៀត